បាទប្រិមិត្តយើងវិលមកជួបគ្នាបន្តតាក់ទងអំពីរឿងអ្នកលក់តរៀននិងអ្នកទិញតរៀនឆ្លោះគ្នាបាញ់មិញឃើញសារមហាជនច្រើនមែនទែនដែលគាត់ផ្ញើមកខ្ញុំទី1គាត់ភាកច្រើនដែលគាត់និយាយមកក្នុង comment នេះគាត់ថាឥឡូវភាគីខាងអ្នកលក់គេបានបកស្រាយនៅចំពោះមុខកញ្ចក់ទូរទស្សន៍ប៉ុន្តែខាងអ្នកទិញបើចិត្តសឿងហេតុអីមិនព្រមចេញមុខផ្ដល់បទសម្ភាសជាមួយហងមាសឲ្យចេញនឹងកញ្ចក់ទូរទស្សន៍ដែរទៅបាទបើគេហៅថាមាសសុទ្ធកុំខ្លាចភ្លើងអញ្ចឹងឥឡូវកុំឲ្យគេដៀលតាមមាសសុទ្ធនឹងខ្លាចភ្លើងព្រោះឥឡូវមាសសុទ្ធគេខ្លាចទៅចោលលួចទេទុកទៅឲ្យចោលលួចចាមាសសុទ្ធគេខ្លាចទៅចោលលួចទេគេអត់ដែរខ្លាចភ្លើងទេឥឡូវត្រូវបាទអញ្ចឹងខាងអ្នកទិញគេថាគួរណាស់តែចេញមុខបកស្រាយឲ្យដូចអ្នកលក់អញ្ចឹងបាទហើយទី2នៅពេលដែលអ្នកទិញគាត់អត់ចេញមុខបកស្រាយអញ្ចឹងគេចាត់ទុកថាបែបខ្លួនឯងខុសច្រើនហើយបានជាអត់ហ៊ានចេញនេះសារ comment គាត់ថាអញ្ចឹងហើយតែអ្នកខ្លះទៀតគាត់ថាមកខាងនិយាយមកខាងយើងអត់អាចទទួលស្គាល់ថាភាគីមកខាងត្រូវភាគីមកខាងនោះត្រូវនោះទេអញ្ចឹងបើសិនជាទាំងពីរអ្នកនឹងនិយាយទៅគេពិចារណាទាំងអស់ណាតែអ្នកខ្លះទៀតគាត់ comment ថាទាំងអ្នកលក់ទាំងអ្នកទិញយ៉ាប់ដូចគ្នាណាដោយសារអីដោយសារតែអត់ចេះយោគយល់នឹងអធ្យាស្រ័យគ្នាបាទអញ្ចឹងឥឡូវនេះ comment ភាគច្រើនដែលមកខ្ញុំពេលនេះគឺគេត្រង់ថាហេតុអីបានជាអ្នកទិញទៅរៀនឡានទំនើបមិនព្រមចេញមុខបកស្រាយជាសម្លេងដាក់លើកញ្ចក់ទូទស្សន៍ហងមាសដូចខាងអ្នកទិញអ្នកលក់ហ្នឹងបាទនេះ comment មកតបគ្នាចឹងប៉ុន្តែរឿងយ៉ាងណាក៏ដោយប៉ុណ្ណឹងបញ្ចប់ទៅគុំទៅប្តឹងផ្ដាល់គ្នាទា10000 20000អីបាទបើថា10000រៀលអីហ្នឹងគឺទាចោះបាទតោះឥឡូវប៉ុណ្ណឹងចុះណាហើយសូមនេះជាមេរៀនមួយសម្រាប់ឲ្យអ្នកលក់ទាំងឡាយមេត្តាត្រូវគិតអំពីបញ្ហារឿងរ៉ាវដែលកើតឡើងវាដោយមិនបាននឹកស្មានដល់បាទទីបំផុតមកខាងវាធម្មតាទេនិយាយចង់ឈ្នះចង់ចាញ់ហើយចង់ត្រូវរៀងខ្លួនហើយប៉ុន្តែខាងខ្ញុំនេះវាមិនដឹងទេមិនដឹងថាអ្នកណាខាងត្រូវអ្នកណាខាងខុសទេប៉ុន្តែគាត់តាមឲ្យទាំងពីរហ្នឹងមានសិទ្ធិលើវេទិកាខ្ញុំទេតែប៉ុណ្ណឹងឯងគាត់និយាយបកស្រាយមិនវេទិកាទាំងពីរអ្នកហ្នឹងមកដើម្បីបញ្ចោគ្នាថែមបាទមើលអ្នកណាបកកែបញ្ចោជាងវាអត់ត្រូវទេបាទអញ្ចឹងចាំមើលបើកកម្មវិធីមួយទៀតកម្មវិធីបញ្ចោឈ្មោះថាកម្មវិធីបញ្ចោឈ្នះចាញ់ទៅឈ្នះបានអីឈ្នះបានមកកំភ្លៀងបាទតោះឥឡូវយើងក៏លេខទៅមើលរឿងមួយទៀតលោកអ្នកណាមើលរឿងនៅវត្តម្ដងនៅវត្តធម្មរាជនៅក្នុងសវណ្ណធម្មរាជនៅឯវត្តភ្នំប្រសិទ្ធបាទវត្តភ្នំប្រសិទ្ធឥឡូវក្នុងខណ្ឌព្រែកភ្នៅហើយរឿងរ៉ាវអញ្ចេះលោកអ្នកជំរាបដើមបន្តិចសិនអាចារ្យគណៈកម្មការវត្តហ្នឹងឈ្មោះរស់សរិនហើយត្រូវបានគេចាប់ខ្លួនតាំងពីឆ្នាំដូច2000ប្រហែលទេភ្លេចហើយ2000ទេចាប់នឹងដោយសារតែគាត់កន្លងមកនឹងគាត់ជាអ្នកសាងសង់នៅវត្តសវណ្ណធម្មរាជនឹងចេញមុខជាងគេហើយដល់ពេលនោះគាត់ចេះទាយចេះមើលចេះជាបាលប្រជាពលរដ្ឋអីចឹងទៅមើលយូរទៅវាទៅជាអ្នកទៅមើលមួយចំនួននឹងផើមហើយដល់ពេលចឹងទៅវាទៅជាមានរឿងរ៉ាវទៅគេប្តឹងចាប់ដាក់គុកបាត់ទៅឥឡូវចេញពីគុកវិញហើយដែលជាចេញពីគុកចង់មកគ្រប់គ្រងគណៈកម្មការនឹងវិញដល់ចង់មកគ្រប់គ្រងគណៈកម្មការនឹងវិញឥឡូវហ្នឹងខាងពុទ្ធបរិស័ទ
ទាំងបច្ចាវអធិការទាំងអាជ្ញាធរគេអត់ឲ្យលោករស់សរិនដែលជាអ្នកតន់ដិតលាប់ជាប់គុកហ្នឹងឲ្យមកកាន់កាប់វិញទេបាទឲ្យមកវិញទេអញ្ចឹងម្សិលមួយថ្ងៃនេះគឺប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្តសវណ្ណធម្មរាជហ្នឹងគឺមករៀបរៀងមិនឲ្យឬតំណែងថាលោករស់សរិនប្រុងមកកាន់កាប់វិញគឺដាច់ខាតអត់ឲ្យមកឲ្យព្រោះមនុស្សដែលធ្លាប់ធ្វើឲ្យសាបរលាបនៅក្នុងវត្តធ្វើអាប់អោនកិត្តិយសពុទ្ធសាសនាឲ្យធ្វើឲ្យគេលែងជឿជំនឿនៅវត្តហ្នឹងបាទអញ្ចឹងមើលឲ្យខាងកញ្ញាគាត់ជម្រាបជូនទោះខាងដើមបន្តិចមើលបាទតោះចាគណៈសង្ឃនាយកសាលារាជធានីភ្នំពេញពុទ្ធបរិស័ទ700នាក់ចំណុះជើងវត្តនិងព្រះសង្ឃនៅក្នុងវត្តសវណ្ណធម្មរាជនៅក្នុងសង្កាត់ពញាពុនខណ្ឌព្រែកភ្នៅមិនគាំទ្រដាច់ខាតចំពោះតនដិតរស់សរិនដែលមានបំណងចង់មកបន្តធ្វើជាគណៈកម្មការវត្តសុវណ្ណធម្មរាជឡើងវិញក្រោយពីខ្លួនធ្លាប់ជាប់ពន្ធនាគារពីបទចាប់ស្ត្រីរំលោភស្ត្រីចានៅក្នុងវត្តចាពីបទចាប់រំលោភស្ត្រីនៅថ្ងៃទី2ខែកក្កដាឆ្នាំ2016ពុទ្ធបរិស័ទនិងព្រះសង្ឃគង់នៅវត្តសុវណ្ណធម្មរាជបានជួបជុំគ្នាធ្វើការបដិសេធនិងមិនគាំទ្រចំពោះតនដិតរស់សរឿនហៅរស់សរិនមានបំណងចង់មកធ្វើជាគណៈកម្មការវត្តសុវណ្ណធម្មរាជនេះឡើងវិញពុទ្ធបរិស័ទដែលប្រមូលផ្ដុំគ្នាធ្វើការបដិសេធនេះបានបញ្ជាក់ព្រមគ្នាថាដោយសារលោករស់សរិនពីមុនគឺធ្លាប់មានរឿងអាស្រូវផ្លូវភេទក្នុងវត្តដែលធ្វើឲ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនាតនដិតរស់សរិនតុលាការគឺផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន17ឆ្នាំតែរស់សរិនជាប់បានតែ3ឆ្នាំក៏ស្រាប់តែចេញពីពន្ធនាគារក្នុងឆ្នាំ2012ក្រោយពីរស់សរិនចេញពីគុកគាត់មានបំណងចង់មកកាន់កាប់វត្តបន្តនេះឡើងវិញចាវត្តនេះឡើងវិញហើយបានយកបពុរបស់ខ្លួនឲ្យមកកាន់កាប់អតីតអាស្រមដែលខ្លួនធ្លាប់រស់នៅមិនព្រមប្រគល់ឲ្យមកវត្តហើយសម្ដេចសង្ឃនាយកនុនង៉ែតបានចេញចំណាទៅរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាមេត្តាជួយទប់ស្កាត់បុគ្គលរស់សរិនឲ្យបានដាច់ខាតជៀសវាងបុគ្គលរូបនេះទៅបង្កជាព្យុះភ្លៀងនៅក្នុងវត្តសុវណ្ណធម្មរាជនេះឡើងវិញហើយគណៈសង្ឃនាយកក៏បានចេញលិខិតលេខ08115ចុះថ្ងៃទី2ខែសីហាឆ្នាំ2015ជូនទៅអភិបាលរាជធានីភ្នំពេញមេត្តាជួយទប់ស្កាត់លោករស់សរិនកុំឲ្យចូលមកបំពេញការងារក្នុងវត្តនេះជាបន្តទៀតអីឆ្លើយតបទៅនឹងលិខិតរបស់គណៈសង្ឃនាយកឯកឧត្តមអភិបាលរាជធានីភ្នំពេញប៉ាសុជាតិវង្សបានចេញលិខិតលេខ630ចុះថ្ងៃទី25ខែកញ្ញាឆ្នាំ2015ហើយនៅក្នុងលិខិតដដែលបានបញ្ជាក់ថាដើម្បីចូលរួមលុបបំបាត់ភាពអនាធិបតេយ្យបពុនិយមនៅក្នុងវត្តអារាមសម្ដៅលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋសាលារាជធានីភ្នំពេញនិងចាត់វិធានការអនុវត្តដោយមិនអនុញ្ញាតឲ្យលោករស់សរិនបន្តការស្នាក់នៅក្នុងវត្តសុវណ្ណធម្មរាជហើយត្រូវប្រគល់កុដិអតីតអាស្រមប្រគេនព្រះគ្រូចៅអធិការវត្តបច្ចុប្បន្នប្រើប្រាស់ឡើងវិញចា៎ដោយឡែកលោករស់សរិននេះវិញបានប្រាប់ហងមាសតាមទូរស័ព្ទថាគាត់មិនមានបំណងអ្វីបន្តិចឡើយមកធ្វើជាគណៈកម្មការវត្តសុវណ្ណធម្មរាជនេះឡើងវិញបាទដោយលោកបានបន្តថាគាត់គ្រាន់តែចង់បន្តធ្វើការសាងសង់បន្តនៅសមិទ្ធផលដែលមានព្រះវិហារនិងសាលាឆាន់ដែលគាត់ធ្លាប់បានដឹកនាំកសាងនៅឆ្នាំ2009ដោយហេតុថាតាំងពីលោកបានមានបញ្ហាមកសមិទ្ធផលទាំងនោះមិនបានកសាងបន្តទៀតនោះទេលោករស់សរិនបានបញ្ជាក់ទៀតថាដីវត្តនេះគឺជាប្លង់កម្មសិទ្ធិរបស់គាត់មានដីចំនួនប្រមាណជាង7ហិកតាទិញដើម្បីកសាងវត្តសុវណ្ណធម្មរាជនេះតែដីវត្តជាង7ហិកតានិងសមិទ្ធផលក្នុងវត្តដែលបានកសាងកន្លងមកនោះគឺបានធ្វើកិច្ចសន្យាព្រមព្រៀងប្រគល់ដីជាកម្មសិទ្ធិផ្ទាល់ខ្លួនសម្រាប់តម្កល់ទុកក្នុងព្រះពុទ្ធសាសនានិងជាការគិតទុកទៅអនាគតដោយគ្មានបំណងណាមួយចង់យកធ្វើជាកម្មសិទ្ធិទេនៅក្នុងលិខិតនោះដែរលោករស់សរិនបានបញ្ជាក់ថាបើថ្ងៃក្រោយខ្ញុំបាទរស់សរឿនហៅរស់សរិនមានការកែប្រែណាមួយយកដីនោះខ្ញុំហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ហើយសូមបញ្ជាក់ថានៅថ្ងៃទី25ខែឧសភា2009សាលាដំបងរាជធានីភ្នំពេញបានសម្រេចឲ្យឈ្មោះរស់សរិនហៅរស់សរឿនរស់សវីបាទ3រស់សវីអាយុ62ឆ្នាំបានដាក់ពន្ធនាគារចំនួន17ឆ្នាំពីបទរំលោភទ្រព្យសន្តិវៈដែលប្រព្រឹត្តនៅក្នុងវត្តភ្នំរាបបាទនិងឬហៅថាវត្តសុវណ្ណធម្មរាជ
គាត់រឿងរ៉ាវអាស្រូវរបស់គាត់បានកើតឡើងតាំងពីឆ្នាំ1999 2003 2004 និង 2009 បាទដែលពេលនោះក៏បានទៀតទោសយោងតាមមាត្រា 5 នៃច្បាប់ស្តីពីស្ថានទម្ងន់ទោសនៃបទអូក្រិដ្ឋដែលធ្វើឲ្យប៉ះពាល់ពុទ្ធសាសនាបាទសូមបញ្ជាក់ថានេះគឺជាសម្ដីរបស់លោករស់សរិនដែលគាត់បានផ្ដល់បទសម្ភាសន៍តាមទូរស័ព្ទរបស់ខ្ញុំរបស់ក្រុមការងារខ្ញុំហើយគាត់ថាគាត់ចង់តែមកបន្តការសាងសង់សមិទ្ធផលដែលសេសសល់តែប៉ុណ្ណោះឬឲ្យគាត់បញ្ចប់ទៅហើយប៉ុន្តែខាងប្រជាអធិការក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្តគាត់ថាដាច់ខាតហើយទៅមិនបាច់ទេសមិទ្ធផលចាស់ហ្នឹងទុកឲ្យគេអ្នកដែលស្អាតស្អំនៅនេះឲ្យបន្តទៅមិនបាច់អ្នកដែលមានរឿងអាស្រូវហ្នឹងមកបន្តសាងសង់ទេអញ្ចឹងអត់ឲ្យចូលដាច់ខាតនេះប្រជាពលរដ្ឋពុទ្ធបរិស័ទបាទនេះគឺជារូបភាពទីតាំងកន្លែងមួយចំនួនដែលកាលពីលោករស់សរិនគាត់នៅព្យាបាលអ្នកមានជំងឺអ្នកមានបញ្ហាវិបត្តិអីផ្សេងនេះគឺគាត់គាត់យកបន្ទប់នឹងព្យាបាលបន្ទប់របស់គាត់នេះគឺដោយសារចាប់តាំងពីគាត់ជាប់គុកមកគឺបន្ទប់នឹងវាស្មុគស្មាញកន្លែងកណ្ដុលនៅទៅហើយគាត់ចាក់សោជាប់រហូតនោះទិនពេលប្រហែលថ្ងៃម្សិលថ្ងៃនេះគឺប្រជាពលរដ្ឋគាត់ទៅហ្នឹងក៏គាត់កាត់សោចូលមើលនៅក្នុងហ្នឹងមានអីខ្លះបាទអញ្ចឹងមើលទៅវាមានតែបន្ទប់វាមានក្រែវាមានទៅលើវាមានឡើងទៅវាមានក្រែបន្ទប់អីធំត្រូវបាទកន្លែងព្យាបាលរបស់គាត់មានបន្ទប់អីធំត្រូវបាទអញ្ចឹងនេះដោយសារតែពលរដ្ឋគាត់ហាមដាច់ខាតហើយមិនឲ្យលោករស់សរិននឹងមកកាន់កាប់វិញទេព្រោះគាត់ធ្លាប់មានរឿងអាស្រូវទៅហើយជាប់គុកទៅហើយទៅចេញមកវិញបែរជាចង់មកនៅកាន់កាប់អីនឹងទៀតគឺដាច់ខាតហើយមិនឲ្យទេបាទមិនឲ្យទេបាទអញ្ចឹងនេះទូទាំងជនសូមជម្រាបជូនប៉ុណ្ណឹងបាទជុំវិញនឹងរឿងរ៉ាវនៅវត្តធម្មរាជហៅថាវត្តភ្នំរៀបភ្នំបាសិទ្ធបាទស្រុកពញាលឺខណ្ឌព្រែកភ្នៅសង្កាត់ពញាពុនពីមុនស្រុកពញាលឺបាទសង្កាត់ពញាពុនខណ្ឌព្រែកភ្នៅចាបាទអញ្ចឹងប៉ុណ្ណឹងចុះតោះគោលទៅខាងកញ្ញាបន្តជឿបន្តចូលរឿងជាបន្តទៀតគឺបាត់រថយន្តមួយឆ្នាំគឺប្រទះឃើញរថយន្តរបស់គាត់នៅមុខមហោស្រពជេនឡាផ្សារដំកោបរិមម្នាក់គឺបានបាត់រថយន្តអស់រយៈពេលជាង1ឆ្នាំមកហើយគណៈដែលកំពុងតែដុបប្រពន្ធតាមផ្លូវក៏បានប្រទះឃើញរថយន្តរបស់គាត់នឹងបើកតាមដងផ្លូវក៏ដេញតាមពីក្រោយរហូតដល់មុខសាលមហោស្រពជេនឡាផ្សារដំកោទើបខាត់បានមកក៏មានការភ្ញាក់ផ្អើលនៅវេលាម៉ោង 10 ព្រឹកថ្ងៃទី 3 ខែកក្កដានៅមុខមហោស្រពជេនឡាផ្លូវព្រះមុនីរ៉េតនៅក្នុងសង្កាត់ផ្សារដំកោខណ្ឌទូគោកក្នុងករណីខាងលើនេះគឺសមត្ថកិច្ចបានឃាត់ខ្លួនជនពាក់ព័ន្ធបានបន្តចំនួន 3 នាក់ទី 1 នោះគឺមានឈ្មោះថាពតម៉ាប់អាយុ 19 ឆ្នាំមុខរបរជាអ្នកបើកតាក់ស៊ីទី 2 ឈ្មោះថាង៉ែតជីវ័នអាយុ 32 ឆ្នាំមុខរបរអ្នកបើកតាក់ស៊ីនិងទី 3 ឈ្មោះថាង៉ែតសុខាអាយុ 47 ឆ្នាំទាំង 3 នាក់ស្នាក់នៅភូមិដំណាក់ទ្របដំណាក់ទ្របខាងត្បូងឃុំក្រាំងស្នាយស្រុកឈូកខេត្តកំពតដើមបណ្ដឹងឈ្មោះផេងផាណូភេទប្រុសអាយុ 25 ឆ្នាំមុខរបរជាបុគ្គលិកក្រុមហ៊ុនអាចលនៈទ្របស្នាក់នៅភូមិចុងថ្នល់ខាងកើតសង្កាត់ទឹកថ្លាខណ្ឌសាន់សុកជាម្ចាស់រថយន្តម៉ាកកាំរីឆ្លាមពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2K 1635គឺបានឲ្យដឹងថាកាលពីវេលាម៉ោង 3 ទីភ្លឺចាបានឲ្យដឹងកាលពីវេលាម៉ោង 3 ទីភ្លឺថ្ងៃទី 1 ខែឧសភាឆ្នាំ 2015 កន្លងមកនេះថាពេលដែលគាត់ចុះមកក្រោមផ្ទះក៏ស្រាប់តែបាត់រថយន្តមួយគ្រឿងខាងលើដែលចតទុកចោលនៅក្រោមផ្ទះក្រោយមកគឺគាត់បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាឲ្យសមត្ថកិច្ចជួយស្វែងរកប្រភពបានបន្តទៀតថាលុះមកដល់ព្រឹកថ្ងៃកើតហេតុពួកគាត់ពេលគាត់កំពុងតែដុបប្រពន្ធរបស់គាត់បំរុងទៅទិញម៉ាស៊ីនដេរនៅតាមផ្លូវវែងស្រេងក៏ស្រាប់តែប្រទះឃើញរថយន្តមួយគ្រឿងគឺម៉ាកកាំរីឆ្លាមពណ៌ខ្មៅមានភិនភាគដោយរថយន្តរបស់គាត់ដែលបានបាត់បេះបិទគ្រាន់តែរថយន្តរបស់គាត់នឹងគឺមានស្លាកលេខភ្នំពេញ 2K 1635ហើយរថយន្តខាងលើនោះគឺពាក់ស្លាកលេខភ្នំពេញ 2K 1035ប៉ុន្តែអ្វីដែលគាត់ចាប់អារម្មណ៍នោះគឺនៅចំណុចត្រង់ស្លាកលេខដូចជាមានសភាពកែលេខជាថ្មីដែលជាហេតុធ្វើឲ្យជនរងគ្រោះដែលដែលជាហេតុធ្វើឲ្យជនរងគ្រោះគឺម្ចាស់រថយន្តហ្នឹងគឺសង្ស័យទើបជិះតាមរថយន្តខាងលើពីក្រោយរហូតដល់មុខមហោស្រពជេនឡាផ្សារដំកោទើបគាត់ឲ្យសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍គាត់នឹងធ្វើការពិនិត្យលេខតួនិងលេខម៉ាស៊ីនទើបដឹងថារថយន្តខាងលើគឺជារបស់គាត់ដែលបាត់ត្រូវបានកែស្លាកលេខថ្មីដើម្បីបំភាន់ភ្នែកក្រោយមកអ្នកបើកបររថយន្តខាងលើគឺត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីធ្វើការសាកសួរបើតាមសម្ដីឈ្មោះពតម៉ាប់បានប្រាប់សមត្ថកិច្ចថាគាត់ជាអ្នកស៊ីឈ្នួលបើករថយន្តឲ្យគេប៉ុណ្ណោះដោយជំនួសឈ្មោះង៉ែត
ជីវ័នដែលនៅស្រុកជាមួយគ្នាទើបសមត្ថកិច្ចបានទំនាក់ទំនងទៅឈ្មោះថ្ងៃជីវ័នឲ្យមកបំភ្លឺហើយក្រោយពីសាកសួរបរិះខាងលើក៏បានប្រាប់ថាគាត់ក៏ជាអ្នកស៊ីឈ្នួលបើករថយន្តឲ្យបរិះម្នាក់ទៀតដែលជាបងបង្កើតហើយក៏ជាថៅកែរបស់ខ្លួនឈ្មោះថ្ងៃសុខាអាយុ47ឆ្នាំស្នាក់នៅភូមិឃុំជាមួយគ្នាហើយសមត្ថកិច្ចបានប្រាប់ថារហូតមកដល់ម៉ោង 10 យប់ថ្ងៃដដែលទើបបរិះឈ្មោះថ្ងៃសុខាដែលជាថៅកែរថយន្តចូលខ្លួនមកបំភ្លឺដោយប្រាប់ថារថយន្តនេះគឺគាត់បានទិញពីបរិះម្នាក់ឈ្មោះសាននៅឃុំនរាយស្រុកឈូកខេត្តកំពតជិត1ឆ្នាំមកហើយក្រោយពីសាកសួរចប់គឺសមត្ថកិច្ចបានសម្រេចឃាត់ខ្លួនបរិះទាំង3នាក់បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំការស្រាវជ្រាវបន្តសមត្ថកិច្ចបានប្រាប់ទៀតថានៅព្រឹកថ្ងៃទី 4 ខែកក្កដាបាននាំខ្លួនបរិះឈ្មោះថ្ងៃសុខាទៅឃុំនរាយស្រុកឈូកខេត្តកំពតដើម្បីទៅរកឈ្មោះសានប៉ុន្តែជនខាងលើគឺហាក់ដូចជាដឹងខ្លួនមុនក៏បានគេចខ្លួនបាត់ស្រមោលតែម្ដងបច្ចុប្បន្នជនទាំង3នាក់ខាងលើនេះគឺបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបងរាជធានីភ្នំពេញហើយនៅពេលក្រោយជាបន្តហើយចំណែកឯឈ្មោះសានដែលគេចខ្លួននោះគឺសមត្ថកិច្ចនឹងសុំដីកាពីតុលាការស្វែងរកចាប់ខ្លួននៅពេលក្រោយជាបន្តទៀតបាទលោកអ្នកតាមស្ដាប់សាច់រឿងនេះទៅគ្នាទាំង3នាក់ដែលចាប់ខ្លួននេះគឺគ្នាអត់មានចេតនាឧក្រិដ្ឋណាមួយក្នុងការលួចឡានប្លន់ឡានទេប៉ុន្តែរឿងពិតគឺឈ្មោះសានឯនោះទេចា៎ប្រហែលជាឈ្មោះសាននោះឯងជាអ្នកលួចបាទឈ្មោះសាននឹងទេដែលជាអ្នកលួចហើយគ្រាន់តែថាគ្នាណាទាំង3នាក់នេះគ្នាជាអ្នកទិញតគ្នាទៅបើកស៊ីឈ្នួលគេបាទអញ្ចឹងបើយុត្តិធម៌សម្រាប់មនុស្សគ្រប់រូបខ្ញុំជឿជាក់ថាអ្នកទាំង3នាក់នេះដោយសារតែគាត់គ្មានបទទុច្ចរិតគំនិតទុច្ចរិតណាមួយចំពោះការលួចឡានការប្លន់ឡានខ្ញុំគិតថាគួរតែយើងដាក់អីជាតម្កល់បាទឲ្យសាកសីណាធានាឲ្យគាត់នៅក្រៅឃុំរួចហើយគាត់បន្តរកឈ្មោះសាននោះទៅបាទពីព្រោះឥឡូវគាត់និយាយគាត់ពួកគាត់អត់មានឥឡូវម្នាក់ពីរនាក់នេះគាត់ថាបានឡានពីណាមកគាត់ទេទៅម្នាក់នោះទៀតម្នាក់នោះបើហើយជាគាត់ដឹងថាទិញពីគេធំទៅហើយមកបំភ្លឺប៉ូលីសធម្មតាបើសិនជាគាត់មានគាត់គំនិតរបស់គាត់ជាអ្នកលួចពិតប្រកបនោះប្រហែលជាគាត់មិនមកហើយចាអត់មកហើយឃើញគឺឈ្មោះសាននោះដែលមនុស្សដែលជាមានខ្លួនថាជាអ្នកចោលពិតប្រកបឃើញគេកិច្ចខ្លួនឯងចាបាទអ្នកដែលអត់ដឹងថាខ្លួននេះទិញរបស់ចោលបានជាមិនកិច្ចខ្លួនហ្នឹងតែគេចាប់អញ្ចឹងខ្ញុំគិតថាបើសិនជាគ្នាទាំងពីរនាក់នេះទី1នេះបើកឡានឲ្យគេចាអញ្ចឹងគ្នាអត់មានទោសមួយគាត់ថាបើកឡានឲ្យគេគាត់ថាមិនដឹងជាឡាននោះឡានចោលឡានអីដឹងថាបើកប្រហែលឆ្នាំហើយមិញហ្នឹងថាគាត់បាត់មួយឆ្នាំហើយមួយឆ្នាំបាទបាត់មួយឆ្នាំទៅហើយចាហើយនេះគាត់នេះគេទេហៅទៅទៀតឲ្យមកទៀតនេះហ្នឹងហើយចាហៅមកទៀតព្រោះគាត់ដឹងថាទិញពីគេគាត់ដឹងខ្លួនថាគាត់អត់ខុសគាត់ហ៊ានមកទៀតមកដល់គេចាប់បាត់ទៀតទៅបាទអញ្ចឹងខ្ញុំគិតថាយើងទទួលស្គាល់ហើយអានេះយើងត្រូវតែស្រាវបន្តទៅដើម្បីឈានទៅដល់ចាប់មនុស្សពិតប្រកបដែលជាបុគ្គលជាអ្នកចោលលួចឡានពិតប្រកបបាទអញ្ចឹងឥឡូវទន្ទឹមនឹងឈ្មោះសានោះកិច្ចខ្លួនហើយគ្នាទាំង3នាក់នេះគួរតែបើមានអីតម្កល់មានអីធានាឲ្យគ្នានៅក្រៅគុំហើយបន្តជួយគ្នាហើយជាដំណោះស្រាយចុងក្រោយជាអីជាធ្នូនឹងឡានហ្នឹងមានតែទៅម្ចាស់គេវិញធម្មតាយើងក៏បន្ទោសអ្នកម្ចាស់ឡានព្រោះម្ចាស់ឡានតែកាលណាគេឃើញឡានគេប៉ណ្ដឹងហើយហើយទោះបីអ្នកហ្នឹងលួចផ្ទាល់មិនលួចផ្ទាល់ប្រយោលរបៀបម៉េចគេទៅថាយកសិនហើយដើម្បីដឹងតាមឫសគល់តាមដានបន្តទៀតបាទអញ្ចឹងមានប៉ុណ្ណឹងទេដើម្បីកុំឲ្យយើងហៅថាចាប់ចំមនុស្សដែលមានគំនិតល្អអត់ចង់បានរបស់គេហើយប៉ុន្តែទីបំផុតគ្នាទិញទៅវាប៉ះចំអារបស់អញ្ចឹងបាទតោះជួយចាឥឡូវមួយរឿងទៀតនេះគឺចេញពីក្លឹបវាយគ្នារករបួសធ្ងន់2នាក់ហើយគាត់បានជនបង្កម្នាក់បរិប2នាក់ហ្នឹងគឺកំពុងតែជិះម៉ូតូមួយគ្រឿងក៏ស្រាប់តែមានជនបង្ក5នាក់គាត់ជិះម៉ូតូ2គ្រឿងមកតាមក្រោយគឺបានធាក់ផ្ដួលហើយព្រួតគ្នាវាយជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់កាលពីវេលាម៉ោង 11:40 នាទីយប់ថ្ងៃទី 5 ខែកក្កដានៅត្រង់ចំណុចមុខហាងខារ៉ាអូខេ Imperial ស្ថិតនៅតាមបណ្ដោយផ្លូវ 1986 ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ
ជនបង្កមានឈ្មោះថាតូគីណាន់ភេទប្រុសអាយុ22ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅម្ដុំស្ពានអាកាស7មករាស្ថិតនៅក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខស្រុកកំណើតនៅភូមិដិលចាស្រុកបាភ្នំខេត្តកំពង់ចាមចំណែកអ្នកបង្ក4អ្នកទៀតគឺបានរត់គេចខ្លួនបាត់ស្រមោលហើយជនរងគ្រោះឈ្មោះថាញ៉ាញ់សិនឌីភេទប្រុសអាយុ55ឆ្នាំមុខរបរធ្វើការនៅនាយកដ្ឋានស្រាវជ្រាវចារកិច្ចស្នាក់នៅម្ដុំផ្សារដេប៉ូសង្កាត់ផ្សារដេប៉ូទី1ខណ្ឌទូគោកនិងម្នាក់ទៀតគឺមានឈ្មោះថាសេកចត្រាភេទប្រុសអាយុ24ឆ្នាំមុខរបរជាអ្នកលក់ដូរស្នាក់នៅម្ដុំសំរងអណ្ដែតសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខជិះម៉ូតូម៉ាកគប់ជ្រុងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ8368កន1ចាកន1តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុនេះគេបានឃើញជនបង្កជិះម៉ូតូ2គ្រឿងគឺ Mazda Zoomer X និងមួយគ្រឿងទៀតគឺ Mazda Honda Dream មិនចាំស្លាកលេខទើបតែចេញមកពីក្លឹបកំសាន្ត Blue Zone មានគ្នា5នាក់ពេលដែលកំពុងតែជិះតាមផ្លូវ1986នៅក្នុងទិសដៅពីលិចទៅកើតក៏ស្រាប់តែមានម៉ូតូមួយគ្រឿងជិះគ្នា2នាក់ដែលជាជនរងគ្រោះនៅក្នុងស្ថានភាពស្វឹងហើយបានជិះគៀម៉ូតូជនបង្កឲ្យដួលទើបធ្វើឲ្យជនបង្កទប់កំហឹងមិនបានក៏នាំគ្នាជិះម៉ូតូតាមរហូតដល់មុខចំណុចកាត់ហេតុក៏បានធាក់ម៉ូតូជនរងគ្រោះឲ្យដួលហើយក៏ចុះព្រួតគ្នាវាយទៅលើជនរងគ្រោះទាំង2នាក់នោះបណ្ដាលឲ្យរងរបួសធ្ងន់ហើយភ្លាមៗនោះគឺកម្លាំងអាវុធហត្ថខណ្ឌសែនសុខដែលប្រចាំការនៅចំណុចខាងលើគឺបានឃើញហេតុការណ៍ផ្ទាល់ក៏បានធ្វើការអន្តរាគមន៍ចាប់បានជនបង្កម្នាក់នៅក្នុងចំណោម5នាក់ហើយអ្នកផ្សេងទៀតក៏បានរត់គេចខ្លួនបាត់ស្រមោលក្រោយពេលកើតហេតុជនរងគ្រោះក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីព្យាបាលហើយចំណែកឯជនបង្កគឺត្រូវបាននាំខ្លួនបញ្ជូនទៅកាន់មូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខដើម្បីឃុំខ្លួនរងចាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅព្រឹកស្អែកដើម្បីកសាងសំណុំរឿងបញ្ជូនជនដៃដល់ទៅអាវុធហត្ថរាជធានីភ្នំពេញចាត់ការបន្តទៅតាមផ្លូវច្បាប់ទួចនឹងវាយតបគ្នាអើយនាំបញ្ហាចេះចប់ចេះហើយទេលោកបាទតោះបញ្ចប់ប៉ុណ្ណឹងហើយយើងក៏លេខមើលរឿងមួយទៀតបាទព្រឹកមិញនេះនៅវេលាម៉ោង8ជាងទៅហើយបាទម៉ោង 7:09 នេះម៉ោង 8:40 នាទីមានអគ្គីភ័យមួយបានឆាបឆេះកន្លែងកាប៊ីនភ្លើងបាទខ្សែភ្លើងមួយកន្លែងទូសេខ្សែភ្លើងមួយកន្លែងបណ្ដាលឲ្យឆេះបកគោលភ្លើងសឹងតែទាំងស្រុងតែម្ដងដែលអគ្គីភ័យឆេះបង្គោលភ្លើងនេះគឺស្ថិតនៅស្ថិតនៅចំណុចផ្លូវលេខ101សង្កាត់បឹងត្របែកខណ្ឌចំការមនបាទឆេះបង្គោលភ្លើងមួយកន្លែងស្ទិចទាំងស្រុងតែម្ដងហើយការឆេះនេះដោយសារតែកន្លែងនោះកន្លែងចិត្តកន្លែងលាងឡានផងហើយបើតាមការអាងការសន្និដ្ឋានរបស់សមត្ថកិច្ចថាទូសេខ្សែភ្លើងនេះផ្ដើមចេញដោយអាចកើតចេញពីការបាញ់ទឹកទៅលើកុងទ័រទៅលើប្រអប់ភ្លើងដែលធ្វើឲ្យឆ្លងចរន្តបាទលាងឡានលាងម៉ូតូអញ្ចឹងទៅដល់ពេលអញ្ចឹងទៅបាញ់ទឹកទៅវាប៉ះចំប្រអប់ភ្លើងដល់ប្រអប់ភ្លើងវាឆ្លងចរន្តដល់ឆ្លងចរន្តទុសេតែម្ដងនេះការសង្ស័យណាបាទនេះព្រឹកមិញហ្នឹងលោកអ្នកណានៅក្នុងខណ្ឌចង្ការមននៅក្នុងសង្កាត់បឹងតបៃខណ្ឌចង្ការមនដែលបណ្ដាលឲ្យមានការភ្ញាក់ផ្អើលដោយសារតែការឆេះបង្គោលភ្លើងរលំបាទទាំងស្រុងតែម្ដងបាទនេះទូទាំងជនជុំវិញអំពីព្រឹត្តិការណ៍ថ្មីបាទឥឡូវនេះដោយសារពេលលឿនដល់ម៉ោងសម្រាប់សូមពេលសម្រាប់បន្តិចសិនបាទតិចទៀតយើងវិលមកជួបគ្នាបន្ត